នៅក្នុងវីដេអូនឹងដែរខ្ញុំនឹងធ្វើពីរបៀបនៃការភ្ជាប់Visa Card ទាំងជាមួយ iPhone និង Android ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ឯណាខ្ញុំអត់បានដាក់កាតដោយផ្ទាល់ហ្មងទេព្រោះអីបើសិនជាដាក់ទៅនាំតាខ្ញុំធ្វើការបិទបាំងទៅលេខកូដអីនាំតាញ៉ៃញ៉ៃទេជាដំបូងយើងចូលមកកាន់ setting មកហើយចុចនៅលើ Apple ID របស់យើងនឹងបន្តមកទៀតយើងចុចនៅលើ payment and shipping ហើយវានឹងនាំយើងទៅកាន់ page បន្ទាប់គឺ add payment ហើយត្រង់កន្លែងនេះដែរយើងថេកយក credit debit card មកហើយអ្វីដែលយើងត្រូវបំពេញនោះគឺ number expire ហើយនិង CVV ខាងក្រោមហ្នឹងកន្លែង number យើងបំពេញលេខកាតរបស់យើងមកអាកន្លែង expire ហ្នឹងយើងបំពេញខែហើយនឹងឆ្នាំដែលកាតរបស់យើងត្រូវផុតកំណត់ហ្នឹងហើយកន្លែង CVV វិញគឺយើងត្រូវបំពេញអាលេខកូដដែលនៅខាងក្រោយកាតរបស់យើងអាចមាន3ខ្ទង់ឬក៏4ខ្ទង់នៅខាងក្រោយហ្នឹងហើយយើងបំពេញនឹងមកបន្តមកទៀតយើងចុចដានមកគឺរួចរាល់ហើយអានឹងសម្រាប់នៅលើ iOS សម្រាប់អ្នកដែលប្រើប្រាស់ Android វិញដោយសារតែខ្ញុំអត់មានប្រភេទទូរស័ព្ទដែលជា Android អញ្ចឹងខ្ញុំសូមធ្វើនៅលើកម្មវិធី Chrome ដែលខ្ញុំចូលមកកាន់ Google Play មកហើយយើងចុចនៅលើ account របស់យើងហ្នឹង account ដែលយើងភ្ជាប់ជាមួយ Google Play ហ្នឹងហើយវានឹង load ពាក្យpayment and subscription ហ្នឹងអញ្ចឹងយើងចុចលើនឹងទៀតមកហើយវានឹង load ពាក្យ add credit or debit card ហ្នឹងហើយអញ្ចឹងយើងចុចលើនឹងទៀតនេះវានឹងចេញកន្លែង add credit or debit card អញ្ចឹងអាកន្លែង card number ហ្នឹងយើងធ្វើការបំពេញលេខកាតរបស់យើងនឹងមកអាកាត Visa ហ្នឹងហើយកន្លែង នេះគឺខែហើយវាយនេះឆ្នាំនៃកាតរបស់យើងផុតកំណត់ថ្ងៃណាយើងដាក់មកហើយ CVV នេះគឺជាលេខកូដប្រហែលខ្ទង់3ខ្ទង់ឬក៏4ខ្ទង់ដែលនៅខាងក្រោយកាតរបស់យើងនឹងហើយកន្លែង billing address នេះវិញអា line 1ហ្នឹងនិយាយទៅ address ហ្នឹងគឺទីតាំងឯនឹងឯងយើងដាក់មកអាហ្នឹងយើងដាក់លេខផ្លូវអញ្ចឹងទៅ1007អីចឹងទៅហើយកន្លែង address line 2អាហ្នឹងយើងដាក់នៅណាដាក់នៅភ្នំពេញហ្មងទៅភ្នំពេញ city យើងដាក់ភ្នំពេញដែរមកហើយ postcode នេះខ្ញុំសុំដាក់12000ហ្មងទៅហើយ save អាហ្នឹងខ្ញុំក្រឧទាហរណ៍ណាអាហ្នឹងលេខកាតរបស់អ្នកទាំងអស់គ្នាថ្ងៃខែផុតកំណត់នៃកាតរបស់យើងហ្នឹងហើយលេខកូដ CVV ហ្នឹងយើងដាក់មកហើយដោយសារតែខ្ញុំអត់មានជាប្រភេទទូរស័ព្ទAndroid អញ្ចឹងរៀងពិបាកដែរហើយយើងចុច save មកគឺរួចរាល់ហើយយើងអាចធ្វើការចូលទៅកាន់ game យើងធ្វើការទិញបានហើយឲ្យតានៅក្នុងកុងបើអ្នកទាំងអស់គ្នាហ្នឹងគឺមានលុយគ្រប់គ្រាន់ក្នុងការទិញអញ្ចឹងណា